គ្រូខ្ញុំចង់បានកូនស្រីអ្នកគ្រូខ្ញុំចង់បានកូនប្រុសថ្ងៃនេះមកចែកតិចនិចក្នុងការកំណត់ភេទកូនស្រីអញ្ចឹងបងប្អូនស្ត្រីជាច្រើនដែលគាត់កំពុងតែត្រៀមក្នុងការយកកូនចង់បានកូនកំណត់ភេទកូនយើងដឹងហើយការកំណត់ភេទកូនដោយធម្មជាតិគឺវាមិនទទួលបាន 100% នោះទេប៉ុន្តែបងប្អូនត្រូវតែដឹងតិចនិចក្នុងការកំណត់ភេទនេះផងដែរចំណុចទី1ដែលអ្នកគ្រូចង់ចែករំលែកទៅបងប្អូនស្ត្រីគឺកត្តាអាយុគឺសំខាន់ណាស់ដើម្បីយើងកំណត់ដឹងថាតើខែណាដែលមានកូនស្រីខ្ពស់ទី2គឺតកតងជាមួយនឹងការតេស្តមើលមេជីវិតញីការតេស្តមើលមេជីវិតញីនេះមិនត្រឹមតែជួយកំណត់ភេទកូនប៉ុណ្ណោះទេប៉ុន្តែក៏ជួយឲ្យអ្នកម៉ាក់លោកប៉ាដែលគាត់ត្រៀមការយកកូនចង់បានកូនពិបាកការមានកូនបានផងដែរទី3គឺតកតងជាមួយនឹងរបបអាហារក៏ជាផ្នែកមួយសំខាន់ដែលជួយកំណត់ទៅលើការមានកូនប្រុសឬស្រីរបស់បុរសស្ត្រីផងដែរអញ្ចឹងកូនស្រីគឺយើងញ៉ាំជាប្រភេទបន្លែផ្លែឈើដែលមានសារធាតុជូរទឹកដោះគោយ៉ាអ៊ូកាហ្វេក៏ដូចជាប្រភេទអាហារសាបមានជាតិសាច់តិចនិងចុងក្រោយទី4នោះគឺការត្រៀមសុខភាពថែទាំបំពន់ញ៉ាំវីតាមីនជំនួយទៅដល់សុខភាពគុណភាពមេជីវិតញីឈ្មោះអញ្ចឹងសម្រាប់បងដែលគាត់ចង់កំណត់ភេទកូននេះគ្រូលើកទឹកចិត្តត្រៀមមុនពេលដែលកំណត់ភេទកូនហើយបើចង់ដឹងព័ត៌មានលម្អិតអាចឆាតប្រឹក្សាជាមួយខ្ញុំនៅគូលីណានៅក្នុង page ឬមួយក៏ Telegram ផ្ទាល់